សួស្តីអ្នកនរគ្នាវីដេអូនេះខ្ញុំចង់បង្ហាញអំពីការដែលយើង export រូបភាពនៅក្នុងកម្មវិធី Revit យកទៅប្រើប្រាស់អញ្ចឹងកន្លងមកបងប្អូនធ្លាប់តែ print បាទរាល់ពេលដែលបងប្អូនរៀបចំ project បែបនេះហើយបងប្អូន print ជាស្លឹកឯកការសម្រាប់ submit ឬក៏ប្រើប្រាស់ទៅក្នុងតម្រូវការផ្សេងៗបាទតែឡែកបើសិនជាយើងចង់បានរូបភាពបាទក្នុងកម្រិតច្បាស់ណាមួយសម្រាប់ប្រើប្រាស់បាទជាការរៀបចំឯកសារធរបង្ហាញឬក៏សម្រាប់ប្រើប្រាស់ជាបាទគោលបំណងអីផ្សេងៗទៀតដូចជាការយកទៅបាទបង្ហោះតាមបណ្ដាញសង្គមឬក៏ចែកម្លែកទៅមិត្តភក្តិរបស់យើងឬក៏ក្រុមការងារអីអាហ្នឹងបងប្អូនកន្លងមកតែងតែ screenshot បាទចឹងអាការ screenshot ហ្នឹងជាទូទៅវាអត់សូវមានគុណភាពល្អប្រហែលទេពាក់ព័ន្ធជាមួយនឹងរូបភាពដែលយើង screenshot ណាបាទអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកនរគ្នាអំពីការដែលយើង export ជារូបភាពក្នុងផ្នែកណាមួយនៃកម្មវិធីបាទនៃ drawing របស់យើងឬក៏ទាំងមូលតែម្ដងបាទអញ្ចឹងឧបមាថាបើសិនជាក្នុងករណីខ្ញុំចង់ export បាទរូបជើងតាំងមួយនេះបាទអញ្ចឹងដំបូងខ្ញុំទៅបើក view វារបស់វាសិនបាទអញ្ចឹងដើម្បីបើក view របស់វាឲ្យបានឆាប់ដែរក្នុងកម្មវិធី Revit អ្នកនរគ្នា right click នៅលើ view មួយហ្នឹងហើយយកពាក្យថា find in project browser បាទអញ្ចឹងនៅខាងស្ដាំរបស់យើងកន្លែង project browser ហ្នឹងវានឹងបាទ load ឈ្មោះទីតាំងហ្នឹងបាទអញ្ចឹងយើងគ្រាន់តែ double click លើវាមកយើងនឹងទទួលបាន view មួយហ្នឹងឯងបាទអូខេអញ្ចឹង view មួយនេះវានិយាយពីការដែលយើងរៀបសរសៃដៃជាលក្ខណៈ 3D ហើយខ្ញុំចង់បាន view មួយហ្នឹងបាទយកទៅ post នៅក្នុង Facebook ឬក៏យកទៅធ្វើអីផ្សេងៗទៀតតាមគោលបំណងរបស់ខ្ញុំអញ្ចឹងណាបាទអញ្ចឹងខ្ញុំអាចធ្វើការ export វាបានហើយដើម្បី export វាហ្នឹងបងប្អូនអរគ្នាគ្រាន់តែចុចនៅលើ file ចុចលើ file ហើយយើងចូលពី option សំទោសបាទចុចលើ file យើងយកពាក្យថា export បាទអញ្ចឹងហើយ export ហ្នឹងយើង scroll មកក្រោមយើងនឹងឃើញមានប៊ូតុងមួយគឺ image animation បាទคลิกលើវាយើងនឹងឃើញ export as image តោះមកទៀតយើងคลิกលើពាក្យថា image បាទនៅក្នុងនេះយើងចង់ដាក់ទីតាំងវាបាទដល់ទៀតចឹងឡើយនេះខ្ញុំដាក់ទីតាំងវាខ្ញុំដាក់នៅលើ desktop បាទហើយខ្ញុំដូរឈ្មោះវាខ្ញុំដាក់ថាiCap បាទ iCap 3D ចឹងបាទអាហ្នឹងជាឧទាហរណ៍ទេបាទបន្តមកទៀតកន្លែងនេះវាមានការកំណត់មួយចំនួនប៉ុន្តែអ្វីដែលយើងផ្ដោតសំខាន់ហ្នឹងទៅលើប្រភេទ format បាទអញ្ចឹងកន្លែងនេះយើងអាចយកជាបាទ JPEG ធម្មតាហ្នឹងទៅហើយកន្លែង image size នេះបើសិនជាបងប្អូនអ្នកគ្នាចង់ឲ្យរូបនឹងបានច្បាស់បាទអាហ្នឹងបើសិនជាយើងចង់បានច្បាស់យើង provide តម្លៃនេះឲ្យបានធំអញ្ចឹងឥឡូវខ្ញុំ provide វាបាទបាទដាក់ 2000 ចុះបាទអញ្ចឹង 2000 យើងចុច OK មកបាទអញ្ចឹងរូបហ្នឹងវាកំពុងតែ render ទៅនេះឥឡូវខ្ញុំអាចឆែកទៅលើទីតាំងហ្នឹងមើលថាវារៀបរាល់នៅបាទឥឡូវខ្ញុំចូលមក desktop របស់ខ្ញុំឃើញថាទីតាំងហ្នឹងវាបាន export ហើយឥឡូវសាកបើកមើលបាទអញ្ចឹងអានេះបើបងប្អូនពិនិត្យមើលទៅរូបភាពនេះវាអាចទទួលយកបានហើយបាទកម្រិត 2000 វិញប៉ុន្តែបើសិនជាយើង zoom មើលថែមទៅទៀតវានឹងឃើញរាងព្រាលបាទវាបែកណយមកចេះអញ្ចឹងឥឡូវយើងចូលទៅបាទ step តាបាទអញ្ចឹងខ្ញុំនឹង export បាទបន្ថែមមួយទៀតទៅលើតម្លៃវាខ្ពស់ជាងមុនបាទចូល image សំទោសចូល file export បាទចុច image អញ្ចឹងកន្លែងនេះខ្ញុំគុណនឹង2វាស្មើនឹង 4000 បាទហើយឈ្មោះវាបាទដូរដាក់ថាបាទ01ខ្ញុំអត់លុប file ដើមទេខ្ញុំមកបន្ថែមមួយទៀតបាទខ្ញុំអូខេតមកទៀតទៅមើលទីតាំង desktop ហ្នឹងអញ្ចឹងខ្ញុំឃើញថា01នេះវាបាទ
OK ចឹងអានេះវាបើយើងប្រៀបធៀបជាមួយនឹងអាមុនវាច្បាស់ជាងបន្ថែមទៀតប៉ុន្តែវានៅតែមើលឃើញ noise ចឹងឥឡូវខ្ញុំដាក់កម្រិតច្បាស់ផុតលេខតែម្ដងបាទ OK ចូល file export បាទចុច make ខ្ញុំដាក់10000មក10,000បាទ OK ចឹង10,000វាបាទសេះរៀងយូរជាងគេតិចបាទ OK ចឹងបាទឃើញបងប្អូននេះកម្រិត10000នេះវាច្បាស់តែម្ដងបាទចឹងបើសិនជាបងប្អូនចង់បានកម្រិតច្បាស់ជាងនឹងទៀតបាទអាចវាយតម្លៃលើសពី10000ទៅបងប្អូននឹងទទួលបានកម្រិតដែល export ចេញពីកម្មវិធី Revit ហ្នឹងគឺបាទក្នុងកម្រិត quality ខ្ពស់ដែលអាចប្រើប្រាស់បានបាទឥឡូវខ្ញុំចូលទៅ export រូបមួយទៀតបាទអញ្ចឹងខ្ញុំចង់ export លើរូបនេះម្ដងបាទបងប្អូនចុច right click បាទ right click ទៅលើវាដើម្បីទៅរកមើលទីតាំងវានៅ project browser បាទ find in project browser បាទ double click លើវាបាទយើងធ្វើប្រសេសតារាលបាទចូល file export បាទ image កាយដាក់20000ហ្មងបាទ OK ឥឡូវខ្ញុំដូរឈ្មោះវាសិនបាទ01ចឹងចាបាទអានេះ20000វាប្រសេសរៀងយូរតិចប៉ុន្តែវាមិនយូរប៉ុន្មានទេបើសិនជាយើង export រូបភាពរៀងតូចបែបហ្នឹងកុំឲ្យតែបងប្អូន export លើគំរូធំ CD ទាំងមូលអីតែម្ដងហ្នឹងវាអាចនឹងគាំងកុំព្យូទ័របាទអញ្ចឹងឥឡូវខ្ញុំទៅមើលលទ្ធផលបាទបាទអញ្ចឹងលទ្ធផលបាទញាក់សាច់អញ្ចឹងវាអាចប្រើប្រាស់បានបាទអូខេអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបាទអរគុណបងប្អូនអរគ្នាសម្រាប់ការទស្សនា